ប្រវត្តិចក្រភពឈិនចក្រភពឈិនគឺជាចក្រភពទី1នៃប្រទេសចិនដែលបានបង្កើតឡើងបន្ទាប់ពីនគរឈិនបានវាយសង្គ្រប់លើនគរទាំង6ផ្សេងទៀតក្រោមការដឹកនាំរបស់ស្ដេចអ៊ីនចឹងដែលបានប្រកាសខ្លួនថាជាឈិនស៊ីហួងដែលជាអធិរាជទី1បើទោះបីជារាជវង្សឈិនមានរយៈពេលត្រឹមតែ14ឆ្នាំនិងមានអធិរាជតែ2ក៏ដោយប៉ុន្តែរាជវង្សមួយនេះបានចាក់គ្រឹះសម្រាប់ប្រព័ន្ធអធិរាជរបស់ប្រទេសចិនដែលបានបន្តរយៈពេលអស់ជាង2000ឆ្នាំការងើបឡើងរបស់នគរឈិនពីនគរតូចតាចទៅជាអំណាចលេចធ្លោមួយត្រូវបានជំរុញភាគច្រើនដោយកំណែទម្រង់ផ្នែកច្បាប់របស់សាំងយ៉ាងនៅសតវត្សទី4មុនគ្រិស្តសករាជកំណែទម្រង់ទាំងនេះបានកសាងរដ្ឋាភិបាលកណ្ដាលដ៏រឹងមាំយោធាមានវិន័យនិងសេដ្ឋកិច្ចស្ថិរភាពបន្ទាប់ពីការបង្រួបបង្រួមនគរឈិនបានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមទាំងគម្រោងដំបូងនៃមហាកំពែងចិនប្រព័ន្ធផ្លូវធំទូលាយនិងមានវិមានដ៏ធំរបស់ឈិនស៊ីហួងជាមួយនឹងកងទ័ពដីឥដ្ឋដ៏ល្បីល្បាញរបស់ប្រទេសចិនរដ្ឋាភិបាលរបស់នគរឈិនបានធ្វើឲ្យពួកអភិជនចុះខ្សោយនិងបានគ្រប់គ្រងកសិករដោយផ្ទាល់ទោះបីជាមានសមិទ្ធផលក៏ដោយរាជវង្សឈិនបានធ្លាក់ចុះយ៉ាងឆាប់រហ័សបន្ទាប់ពីការសោយទីមង្គតរបស់អធិរាជឈិនស៊ីហួងក្នុងឆ្នាំ210មុនគ្រិស្តសករាជដោយសារតែការខុបខិតរបស់មន្ត្រីក្បត់និងការដឹកនាំខ្សោយនិងមានការបះបោររីករាលដាលយ៉ាងច្រើននៅទីបំផុតអាណាចក្រមួយនេះបានដួលរលំហើយត្រូវបានបន្តដោយរាជវង្សហានដែលបានទទួលយកនិងពង្រីកប្រព័ន្ធរដ្ឋបាលរបស់នគរឈិនឥឡូវយើងទៅដឹងពីប្រភពដើមនិងការអភិវឌ្ឍនៃនគរឈិនយោងទៅតាម CG កំណត់ត្រារបស់ Grand History មានបរិបទម្នាក់ឈ្មោះថា Feiji ដែលយើងស្គាល់ឈ្មោះគាត់ហ្នឹងគឺជាអ៊ីង Feiji ដែលត្រូវបានគេនិយាយថាជាកូនចៅរបស់ទីប្រឹក្សាកាយ៉ាវហើយនឹងបានទទួលការគ្រប់គ្រងលើការតាំងទីលំនៅតូចមួយដែលមានឈ្មោះថា Chin ដែលមានទីតាំងនៅកៅស៊ូក្នុងអំឡុងពេលគ្រប់គ្រងរបស់ស្ដេចសៀវនៃនគរជ័យការតាំងទីលំនៅបានរីកចម្រើនទៅជារដ្ឋតូចមួយហៅថាឈិនប្រហែលឆ្នាំ897មុនគ្រិស្តសករាជក្នុងអំឡុងពេលកុងហ៊ី Regency នគរឈិនត្រូវបានគេកំណត់ថាជាតំបន់បង្កាត់ពូជសេះដែលឆ្លុះបញ្ចាំងពីសារៈសំខាន់នៃយុទ្ធសាស្ត្រដំបូងរបស់នគរឈិនបានបង្កើតចំហរបស់ខ្លួនជាបណ្ដាក្នុងចំណោមទឹកដីនគរជ័យនៅចុងសតវត្សទី8មុនគ្រិស្តសករាជព្រះអង្គម្ចាស់ជួងនៃនគរឈិនដែលមានឈ្មោះដើមថាអ៊ីនឈីព្រះអង្គម្ចាស់អ៊ីនឈីបានគ្រប់គ្រងនគរជ័យដោយជួយកម្ចាត់កងសម្ព័ន្ធឈីរុងខាងលិចភាពជោគជ័យរបស់ព្រះអង្គម្ចាស់ទទួលបានទឹកដីបន្ថែមក្រោយមកនៅឆ្នាំ770មុនគ្រិស្តសករាជកូនប្រុសរបស់ព្រះអង្គម្ចាស់ចុងឈ្មោះថាព្រះអង្គម្ចាស់សៀងដែលមានឈ្មោះដើមថាអ៊ីងខៃព្រះអង្គម្ចាស់បានជួយមន្ត្រីនគរជ័យក្នុងគ្រាមានវិបត្តិដ៏ធំមួយនៅពេលដែលរាជធានីត្រូវជំនះចេញពីហ្វុងហាវទៅកាន់ចេងជើដើម្បីជារង្វាន់ឈិងត្រូវបានផ្ដល់សិទ្ធិអំណាចនិងដីធ្លីបន្ថែមទៀតនៅពេលនេះបានសម្គាល់ថាការផ្លាស់ប្ដូររបស់នគរឈិនទៅជារដ្ឋដែលមានឥទ្ធិពលដោយបញ្ចូលទឹកដីរបស់នគរជ័យសំខាន់និងពង្រីកទៅទិសខាងកើតនៅឆ្នាំ972មុនគ្រិស្តសករាជនគរឈិនបានចាប់ផ្ដើមបេសកកម្មយោធាទៅកណ្ដាលនៃប្រទេសចិនទោះជាយ៉ាងណាក៏ដោយនគរឈិនបានផ្លាស់ប្ដូរការប្រុងប្រយ័ត្នដោយសារតែកោសម្ព័ន្ធដែលមិនមែនជាជនជាតិចិននៅក្បែរនោះនៅតែបង្កការគំរាមកំហែងនៅសតវត្សទី4មុនគ្រិស្តសករាជពួកគេទាំងអស់ត្រូវបានបង្ក្រាបដែលនេះបានបង្កើតឆាកសម្រាប់ការពង្រឹងទឹកដីរបស់នគរឈិនអំឡុងសម័យសង្គ្រាមរដ្ឋឆ្នាំ475ដល់ឆ្នាំ230មុនគ្រិស្តសករាជក្នុងអំឡុងពេលនៃសង្គ្រាមនគរឈិនត្រូវបានផ្លាស់ប្ដូរដោយកំណែទម្រង់ដ៏ទូលំទូលាយរបស់សាងយ៉ាងដែលមានឈ្មោះដើមថាវ៉ៃយ៉ាងដែលបានបម្រើរដ្ឋឈិនពីឆ្នាំ361មុនគ្រិស្តសករាជដល់ឆ្នាំ338មុនគ្រិស្តសករាជវ៉ៃយ៉ាងបានអនុវត្តគោលនយោបាយច្បាប់និយមដ៏តឹងរ៉ឹងប៉ុន្តែមានប្រសិទ្ធភាពដែលពង្រីករដ្ឋាភិបាលកណ្ដាលរបស់នគរឈិនពង្រីកអំណាចយោធារបស់ខ្លួនគាត់ក៏បានដើរតួយ៉ាងសំខាន់ក្នុងការសាងសង់រដ្ឋធានីសៀងយ៉ាងដែលជារដ្ឋធានីរបស់នគរឈិនថ្មីដែលមានទីតាំងនៅជិតទន្លេវួយនៅជិតរាជធានីរបស់នគរជ័យចាស់រាជយោធារបស់នគរឈិនគឺពូកែជាងនគរដទៃទៀតដោយទទួលបានអត្ថប្រយោជន៍ពីការបណ្ដុះបណ្ដាលប្រកបដោយវិន័យច្បាប់តឹងរ៉ឹងភាពជាអ្នកដឹកនាំនិងឆន្ទៈក្នុងការយកបច្ចេកវិទ្យាថ្មីការប្រើប្រាស់សភាវុធទំនើបនិងប្រព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព
bạn đã dàn ở con tộc nông Chin là ti dạng lươn trong cắt đầyផ្សេងៗគ្នាតំបន់ Snow របស់រដ្ឋកងចុងគឺជាអត្ថប្រយោជន៍ដ៏សំខាន់មានដីស្រែមានជីជាតិនិងតំបន់ការពារភ្នំធម្មជាតិមិនដូចតំបន់វាលទំនាបនៃរដ្ឋភាគខាងកើតនោះទេសៀងយ៉ាងមិនត្រូវការជញ្ជាំងការពារទេដែលបង្ហាញពីសុវត្ថិភាពនៃតំបន់នោះក្រោយមកបានបំផុសគំនិតដ៏ល្បីល្បាញមួយថាកងចុងបង្កើតមេទ័ពចំណែកកងតុងបង្កើតឧបរាជគម្រោងកសិកម្មធំៗដូចជាការសាងសង់ព្រែកជីកទន្លេវួយក្នុងឆ្នាំ246មុនគ្រិស្តសករាជបានបង្កើនផលិតផលស្បៀងអាហាររបស់នគរឈិនដោយគ្រប់គ្រងដល់កងទ័ពធំរបស់ខ្លួនវិធីសាស្ត្រដ៏ខុសខើនិងជាក់ស្ដែងរបស់នគរឈិនចំពោះសង្គ្រាមនៅសម័យមុនការប្រយុទ្ធត្រូវបានគេសន្មតថាធ្វើតាមច្បាប់ហើយការទាញយកប្រយោជន៍ពីសត្រូវដែលមិនបានត្រៀមខ្លួនត្រូវចាត់ទុកថាជាការមិនគោរពប៉ុន្តែនគរឈិនបានច្រានចោលទំនៀមទម្លាប់ចាស់កំរិលទាំងនេះចោលពួកគេបានប្រយុទ្ធជាមួយនឹងយុទ្ធសាស្ត្រជាក់ស្ដែងដ៏ខុសខើនិងឆ្លៀតឱកាសដែលផ្ដោតលើជ័យជំនះជាជាងច្បាប់សិលធម៌នគរផ្សេងទៀតបានរិះគន់នគរឈិនចំពោះអំពើខុសខើរបស់ពួកគេនគរអ៊ុយបានចាប់ប្រកាន់នគរឈិនថាជាមនុស្សលោភលន់មិនស្មោះត្រង់និងសូចចិត្តក្បត់សូម្បីតែសាច់ញាតិដើម្បីផលប្រយោជន៍ប៉ុន្តែឆន្ទៈរបស់នគរឈិនក្នុងការបោះបង់ចោលទំនៀមទម្លាប់ដ៏ហួសសម័យរួមផ្សំជាមួយនឹងការគ្រប់គ្រងដ៏រឹងមាំរដ្ឋាភិបាលដែលមានស្ថិរភាពនិងការជ្រើសរើសអ្នកខាងក្រៅដែលមានទេពកោសល្យបានអនុញ្ញាតឲ្យនគរឈិនបង្កើតមូលដ្ឋានដ៏មានឥទ្ធិពលដែលនឹងនាំទៅដល់ការបង្រួបបង្រួមនៃប្រទេសចិនក្នុងអំឡុងពេលសង្គ្រាមនគរទាំង7មាននគរដូចជានគរឈិននគរយៀននគរចៅនគរឈីនគរឈូនគរហាន់និងនគរអ៊ុយបានប្រកបប្រជែងដណ្ដើមយកអំណាចកម្ពុជារៀងខ្លួនរាជអ្នកទាំងអស់នោះបានហៅខ្លួនឯងថាជាស្ដេចប៉ុន្តែមិនដូចស្ដេចជ័យទេគ្មាននរណាម្នាក់អះអាងនឹងទទួលស្គាល់ពួកគេទេនេះមានន័យថាគ្មាននរណាម្នាក់ជឿថាពួកគេពិតជាគ្រប់គ្រងប្រទេសចិនទាំងអស់នោះទេមុនពេលបង្រួបបង្រួមប្រទេសចិននគរឈិនបានប្រឈមមុខនឹងបញ្ហាផ្ទៃក្នុងនិងខាងក្រៅជាច្រើននៅឆ្នាំ338មុនគ្រិស្តសករាជអ្នកកំណែទម្រង់ដ៏អស្ចារ្យបំផុតរបស់នគរឈិនគឺវ៉ៃយ៉ាងត្រូវបានប្រហារជីវិតដោយសារការអន់ចិត្តផ្ទាល់ខ្លួនរបស់ស្ដេចអ៊ីងស៊ឺតាំងពីកុមារភាពក្រោយមកនៅឆ្នាំ307មុនគ្រិស្តសករាជចំនួនលើការស្នងរាជបានធ្វើឲ្យអំណាចកណ្ដាលចុះខ្សោយនគរឈិនថែមទាំងបានទទួលរងបរាជ័យផ្នែកយោធាដ៏ធំនៅក្នុងឆ្នាំ295មុនគ្រិស្តសករាជនគរឈិនត្រូវបានសម្ព័ន្ធមិត្តនៃនគរដទៃទៀតវាយប្រហារនៅក្នុងឆ្នាំ295មុនគ្រិស្តសករាជហើយមិនយូរប៉ុន្មានការបរាជ័យមួយទៀតត្រូវបានកើតឡើងដោយសារនគរចៅនេះក៏ដោយសារតែកងទ័ពឈិនភាគច្រើនកំពុងតែជាប់រវល់ការពារប្រឆាំងនឹងការវាយប្រហាររបស់នគរឈីប៉ុន្តែនគរឈិនបានឡើងកាន់អំណាចឡើងវិញបន្ទាប់ពីហ្វាន់ស៊ួយបានក្លាយទៅជាអ្នកគ្រប់គ្រងនៅក្នុងឆ្នាំ266មុនគ្រិស្តសករាជនៅពេលដែលចំនួនបន្តត្រូវបានដោះស្រាយហ្វាន់ស៊ួយបានជំរុញយុទ្ធសាស្ត្រពង្រីកដ៏ខ្លាំងក្លាមួយដែលមានឥទ្ធិពលដោយគោរពគោលនយោបាយមុននៅក្នុងរដ្ឋឈិននិងឈីនៅក្នុងឆ្នាំ230មុនគ្រិស្តសករាជនគរឈិនបានចាប់ផ្ដើមសមប្រយុទ្ធយោធានិងមានការរៀបចំខ្ពស់និងការប្រឆាំងនឹងនគរសំខាន់ៗផ្សេងទៀតទាំងអស់ក្នុងអំឡុងពេលឆ្នាំ230មុនគ្រិស្តសករាជនគរហាន់បានក្លាយជានគរដំបូងគេដែលដួលរលំនៅពេលដែលនគរឈិនដណ្ដើមបានរដ្ឋធានីស៊ីងចិនរបស់ខ្លួននគរចៅក៏បានចុះចាញ់បន្ទាប់ពីការបរាជ័យដ៏ធ្ងន់ធ្ងរនៅក្នុងឆ្នាំ228មុនគ្រិស្តសករាជនគរយៀនដែលជានគរភាគខាងជើងដែលត្រូវបានបរាជ័យនៅក្នុងឆ្នាំ226មុនគ្រិស្តសករាជនគរវ៉ៃបានធ្លាក់ចុះបន្ទាប់ពីនគរឈិនបានដួលរលំខៃហ្វឹងរបស់ខ្លួននៅក្នុងឆ្នាំ225មុនគ្រិស្តសករាជរីឯនគរឈូដែលជានគរធំនិងមានអំណាចត្រូវបានចាញ់បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងជាមួយនឹងនគរឈិននៅក្នុងឆ្នាំ223មុនគ្រិស្តសករាជបន្ទាប់មកនគរឈិនបានលុបបំបាត់សំណល់រាជវង្សរបស់នគរជៅដែលនៅសេសសល់នៅរដ្ឋធានីឡយ៉ាងដោយបញ្ចប់ដានចុងក្រោយនៃនគរជ័យបុរាណនៅក្នុងឆ្នាំ221មុនគ្រិស្តសករាជនគរឈីដែលនគរឯករាជ្យចុងក្រោយត្រូវបានចុះចាញ់បន្ទាប់ពីកងទ័ពរបស់ខ្លួនបានតស៊ូយ៉ាងខ្លាំងជាមួយនឹងនគរឈិនជាមួយនឹងការផ្ដួលរលំនគរឈីនគរឈិនបានបង្រួបបង្រួមប្រទេសចិនជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រស្ដេចអ៊ីនចឹងនៃនគរឈិនបានក្លាយជាអ្នកគ្រប់គ្រងទាំងមូលរបស់ប្រទេសចិនដោយប្រើយុទ្ធសាស្ត្រនិងការទូតដ៏អស្ចារ្យគាត់បានបង្កាប់នគរទាំង6មិនឲ្យសល់មួយនិងបង្រួបបង្រួមអំណាចរបស់គាត់ជាពិសេសបន្ទាប់ពីអ្នកគ្រប់គ្រងដ៏មានឥទ្ធិពលលីពូវៃបានលាលែងពីតំណែងស្ដេចអ៊ីនចឹងបានប្រកាសខ្លួនថាស៊ីហុងទីដែលមានន័យថាអធិរាជទី1
នេះបានរួមបញ្ចូលគ្នានៅកិត្តិយសទេវកថាតំណាងឲ្យគំនិតអំណាចកម្ពុជាថ្មីដែលមិនធ្លាប់មានពីមុនមកដើម្បីធានាការគ្រប់គ្រងរបស់ខ្លួននិងទប់ស្កាត់ការបះបោរគាត់បានបញ្ជាឲ្យរឹបអូសអាវុធទាំងអស់ពីនគរដែលដណ្ដើមបានហើយឲ្យកងទ័ពយកទៅរំលាយនៅឆ្នាំ214មុនគ្រិស្តសករាជបន្ទាប់ពីបានធានាព្រំដែនខាងជើងដោយប្រើកងទ័ពប្រហែល 10,000 នាក់អាធិរាជឈិងស៊ីហួងបានដាក់ពង្រាយកងទ័ពដ៏ធំរបស់គាត់ប្រហែល 50,000 នាក់ដើម្បីពង្រីកអំណាចរបស់គាត់ទៅកាន់តំបន់ភាគខាងត្បូងដែលរស់នៅដោយប្រជាជនប៉ាយៀមុនពេលនគរឈិនបង្រួបបង្រួមប្រទេសចិនទ័ពប៉ាយៀបានគ្រប់គ្រងផ្នែកធំមួយនៃស៊ីឈ្វ័នរួចទៅហើយដែលធ្វើឲ្យពួកគេក្លាយទៅជាកម្លាំងដ៏មានឥទ្ធិពលនៅភាគខាងត្បូងដំបូងការរៀបចំកងទ័ពបង្ក្រាបភាគខាងត្បូងរបស់នគរឈិនដំណើរការមិនល្អទេកងទ័ពនគរឈិនមិនស៊ាំនឹងព្រៃក្រាស់និងតំបន់ភ្នំហើយក៏សម្ព័ន្ធប៉ាយៀបានប្រើសង្គ្រាមទ័ពព្រៃដែលបណ្ដាលឲ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ទាហានរបស់នគរឈិនហើយទាហានជាង 10,000 នាក់ត្រូវបានស្លាប់ទោះបីជាមានការបរាជ័យនេះក៏ដោយនគរឈិនបានសាងសង់ប្រឡាយផ្គត់ផ្គង់ដ៏សំខាន់មួយបានដោយជោគជ័យដែលប្រឡាយមួយនេះបានក្លាយទៅជាអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រដ៏សំខាន់ប្រឡាយនេះបានអនុញ្ញាតឲ្យនគរឈិនផ្លាស់ទីផ្គត់ផ្គង់និងការពង្រឹងកាន់តែមានប្រសិទ្ធភាពដោយការប្រើហេដ្ឋារចនាសម្ព័ន្ធថ្មីនេះនគរឈិនបានបើកការវាយប្រហារជាលើកទី2និងទទួលបានជ័យជំនះមកវិញពួកគេបានដណ្ដើមយកតំបន់ជុំវិញទីក្រុងហ្វាងជូវហើយបានកាន់កាប់ខេត្តហ្វូជូវនិងគួយលីងបន្ទាប់ពីបង្ក្រាបភាគខាងត្បូងអធិរាជឈិងស៊ីហួងបានបង្ខំឲ្យអ្នកទោសនិរទេសខ្លួនជាង 10,000 នាក់ដើម្បីធ្វើអាណានិគមតំបន់និងពង្រីកការគ្រប់គ្រងរបស់នគរឈិនទាក់ទងនឹងការពង្រីកព្រំដែននៃចក្រភពឈិនការរៀបចំកងទ័ពវាយប្រហារភាគខាងត្បូងរបស់អធិរាជឈិងស៊ីហួងគឺជាជោគជ័យដ៏ធំមួយការដួលរលំរបស់នគរឈិននិងក្រោយនគរឈិនឆ្នាំ210ដល់ឆ្នាំ202មុនគ្រិស្តសករាជក្នុងរជ្ជកាលរបស់អធិរាជឈិងស៊ីហួងបានរស់រានមានជីវិតពីការប៉ុនប៉ងធ្វើឃាតចំនួន3ដងរួមទាំងការវាយប្រហារដ៏ល្បីល្បាញមួយដោយជីងកើក្នុងឆ្នាំ227មុនគ្រិស្តសករាជឧបទ្ទវហេតុទាំងនេះបានរួមចំណែកដល់ការភ័យខ្លាចកាន់តែខ្លាំងឡើងរបស់គាត់និងការគិតស្រមើស្រមៃរបស់អធិរាជឈិងស៊ីហួងក្នុងការសម្រេចបាននូវថ្នាំអមតៈទោះជាយ៉ាងណាក៏ដោយការស្លាប់របស់អធិរាជឈិងស៊ីហួងត្រូវបានរក្សាការសម្ងាត់ដោយមនុស្ស2នាក់ដែលមានឥទ្ធិពលនៅក្នុងព្រះរាជវាំងគឺចៅកៅដែលជាមហាស្លឹកនិងលីស៊ឺដែលជាឧបរាជពួកគេបានលាក់បាំងព័ត៌មានរហូតដល់ពួកគេអាចរៀបចំការស្នងរាជបន្តទៀតបានអ្នកស្នងមរតករបស់ព្រះចៅអធិរាជឈិនស៊ីហួងហ្វូស៊ូត្រូវបានបញ្ជាឲ្យធ្វើឃាតតាមរយៈរាជសារคล้ายៗផ្ទុយទៅវិញពួកអ្នកខុបខិតបានដាក់កូនប្រុសម្នាក់ទៀតឈ្មោះថាហ៊ូហៃដែលក្មេងជាងនិងងាយស្រួលគ្រប់គ្រងជាងក្រុមឈ្មោះថាឈិងអឺស៊ឺបានបង្ហាញថាជាអ្នកគ្រប់គ្រងអន់ថយម្នាក់ព្រះអង្គបានប្រហារជីវិតមន្ត្រីជាច្រើននិងសមាជិកគ្រួសាររាជវង្សដោយដកចេញនូវអ្នកដឹកនាំដែលមានបទពិសោធន៍ព្រះអង្គបានបន្តគម្រោងសាងសង់ធំៗដែលចំណាយប្រាក់ច្រើនដូចជាការលាយជញ្ជាំងរាជធានីជាដើមព្រះអង្គបានពង្រីកកងទ័ពនិងបង្កើនពន្ធដែលធ្វើឲ្យបន្ទុកប្រជាជនកាន់តែធ្ងន់ធ្ងរព្រះអង្គបានដាក់ទោសអ្នកនាំសារនិងអ្នកនាំដំណើរអាក្រក់ធ្វើឲ្យការរាយការណ៍ការពិតមានផលវិបាកជាលទ្ធផលនៃការគ្រប់គ្រងដ៏ឃោរឃៅរបស់ព្រះអង្គនិងអំពើពុករលួយជំវិញព្រះអង្គការបះបោររីករាលដាលផ្ទុះឡើងនៅទូទាំងប្រទេសចិនប្រជាជនក្រោកឡើងសម្លាប់មន្ត្រីនគរឈិនបង្កើតកងទ័ពថ្មីហើយបានប្រកាសថាខ្លួនជាអ្នកគ្រប់គ្រងទឹកដីរបស់ខ្លួនការដួលរលំចុងក្រោយនៃរាជវង្សនគរឈិនឆ្នាំ207ដល់ឆ្នាំ202មុនគ្រិស្តសករាជបន្ទាប់ពីការគ្រប់គ្រងដ៏មហន្តរាយរបស់ឈិងអឺស៊ឺបណ្ដាលឲ្យមានការបះបោរនៅទូទាំងចក្រភពឈិនការតស៊ូអំណាចបានផ្ទុះឡើងនៅក្នុងរាជវាំងនគរឈិនលីស៊ឺដែលជាឧបរាជនិងចៅកៅដែលជាមហាស្លឹកបានទាស់ទែងគ្នាចៅកៅបានគ្រប់គ្រងលើឈិងអឺស៊ឺដោយបានបញ្ចុះបញ្ចូលឲ្យព្រះអង្គដាក់ទោសលីស៊ឺទីបំផុតលីស៊ឺត្រូវបានគេប្រហារជីវិតដោយដកចេញឧបរាជដែលមានសមត្ថភាពចុងក្រោយរបស់នគរឈិននៅពេលកងទ័ពបរាជ័យកាន់តែអាក្រក់ទៅហើយការបះបោរកាន់តែខ្លាំងឈិងអឺស៊ឺបានបង្វែរការស្ដីបន្ទោសទៅលើចៅកៅដោយភ័យខ្លាចចំពោះជីវិតរបស់ខ្លួនចៅកៅបានរៀបចំខົບខិតជាមួយនឹងអ្នកផ្សេងទៀតចៅកៅបានបោកបញ្ឆោតឈិងអឺស៊ឺឲ្យជឿថាកងកម្លាំងរបស់សត្រូវត្រូវបានកងកម្លាំងរបស់យើងលំពាត់បន្ទាប់មកចៅកៅបានឲ្យយានល័កនាំកងទ័ពមួយក្រុមចូលទៅបន្ទប់របស់ស្ដេចឈិងអឺស៊ឺនឹងធ្វើឲ្យស្ដេចឈិងអឺស៊ឺត្រូវបង្ខំចិត្តធ្វើអធិឃាតបន្ទាប់ពីការសោយទីបង្គោលរបស់ស្ដេចឈិងអឺស៊ឺជឿអ៊ីងដែលជាកូនប្រុសរបស់អ្នកស្នំមរតកពិតប្រាកដរបស់ព្រះអង្គម្ចាស់ហ្វូស៊ូបានឡើងគ្រងរាជ្យទង្វើដំបូងរបស់ស្ដេចជឿអ៊ីងក្នុងនាមជាអ្នកគ្រប់គ្រងគឺប្រហារជីវិតចៅកៅដែលជាមន្ត្រីអាក្រក់
ទោះយ៉ាងណាក៏ដោយចក្រភពឈិនបានដួលរលំរួចទៅហើយដោយសារការបះបោរបានបន្តរីករាលដាលពីពេញប្រទេសចិនការបែងចែកតាមតំបន់បានលេចជាថ្មីមន្ត្រីមូលដ្ឋានជាច្រើនបានប្រកាសខ្លួនជាស្ដេចមន្ត្រីរបស់នគរឈិនស្ទើរតែបាត់អស់ទៅហើយដើម្បីកាត់បន្ថយអរិភាពស្ដេចជើអ៊ីងបានបន្ទាបខ្លួនពីឈ្មោះអធិរាជទៅជាស្ដេចប៉ុន្តែបានធ្វើឲ្យគាត់ចុះខ្សោយថែមទៀតការគ្រប់គ្រងរបស់គាត់មិនមានប្រសិទ្ធភាពនិងមានរយៈពេលខ្លីនៅក្នុងឆ្នាំ209ដល់207មុនគ្រិស្តសករាជមេដឹកនាំបះបោរមកពីឈូរួមទាំងលាវប៉ាងបានរីកចម្រើនយ៉ាងឆាប់រហ័សនៅឆ្នាំ207មុនគ្រិស្តសករាជលាវប៉ាងបានទៅដល់រាជវង្សនគរឈិនរាជធានីសៀងយ៉ាងហើយស្ដេចជើអ៊ីងបានចុះចាញ់ដំបូងឡើយលាវប៉ាងបានរំដោះព្រះអង្គប៉ុន្តែមិនយូរប៉ុន្មានសៀងអ៊ីដែលជាមេដឹកនាំរបស់ឈូដែលមានឥទ្ធិពលម្នាក់ទៀតបានប្រហារជីវិតព្រះអង្គជើអ៊ីងនិងបំផ្លាញរាជធានីសៀងយ៉ាងនៅក្នុងឆ្នាំ206មុនគ្រិស្តសករាជព្រឹត្តិការណ៍នេះប្រវត្តិសាស្ត្របានចាត់ទុកថាជាការបញ្ចប់នៃរាជវង្សនគរឈិនបន្ទាប់ពីការដួលរលំរបស់នគរឈិនសង្គ្រាមស៊ីវិលដ៏ឃោរឃៅការឆ្លោះប្រកែកគ្នារវាងឈូហានបានផ្ទុះឡើងរវាងលាវប៉ាងនិងសៀងអ៊ីបើទោះបីជាសៀងអ៊ីជាអ្នកចម្បាំងខ្លាំងជាងក៏ដោយប៉ុន្តែលាវប៉ាងបានបន្ថែមថាខ្លួនជាអ្នកយុទ្ធសាស្ត្រឆ្លាតវៃនៅទីបំផុតគាត់បានយកឈ្នះទៅលើសៀងអ៊ីនៅថ្ងៃទី28ខែកុម្ភៈឆ្នាំ202មុនគ្រិស្តសករាជលាវប៉ាងបានប្រកាសខ្លួនថាជាអធិរាជកៅជូនៃមហាហានដែលបានបង្កើតរាជវង្សហានដែលនឹងបន្តក្លាយជារាជវង្សដ៏អស្ចារ្យបំផុតនិងយូរអង្វែងបំផុតក្នុងប្រវត្តិសាស្ត្រចិន